បាទសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យទាំង3មានគុណពុទ្ធគុណពធគុណព្រះសង្ឃជាទីពឹងទីរលឹកបាទថ្ងៃនេះជាថ្ងៃ15រោចខែកដឹកបាទដាច់ខែទៀតណាបាទស្អែកមកកើតចូលខែមិញបាទខ្ញុំកាលណាសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនពីចម្ងាយដោយសេចក្តីគ្រប់ចាស់ថ្លាទៀតណាបាទអ្នកនៅក្នុងហើយនិងក្រៅប្រទេសបាទខ្ញុំកាលណាខ្ញុំបាទថ្ងៃនេះបាទចេញមកឡាយដោយសារទឹកពីមកពីខេត្តកំពង់ចាមបាទមុននេះទឹកមកដល់ដែរទៀតណាបាទសូមខន្តីអភ័យទោសបាទអញ្ចឹងអត់បានផុសវីដេអូមានតែឡាយតន់ព្រោះតែបានដើម្បីឲ្យតន់សភាពការបាទមានបងប្អូនខ្លះគាត់បានខមមិនជាច្រើនបាទតាក់ទងសួរជាមួយខ្ញុំបាទប៉ុន្តែដោយសារchannel នេះខ្ញុំទូរស័ព្ទនេះខ្ញុំបើកវាអត់ចេញបាទបងប្អូនដើម្បីមើល comment ដែលគាត់បានដាក់មកបាទគាត់បាន comment សួរខ្ញុំអំពីខ្នាយជ្រូកបាទខ្នាយជ្រូកញីណាធ្មេញបាទច្រឡំខ្នាយធ្មេញជ្រូកញីឬក៏ថាខ្នាយក៏មិនខុសដែរទៀតណាបាទគាត់បានសួរខ្ញុំអំពីធ្មេញជ្រូកឬក៏ខ្នាយជ្រូកញីហ្នឹងមានបុកកាច់ដែរឬទេបាទអត់ទោះលោកគ្រូនៅខេត្តណាដែរលោកគ្រូបាទខ្ញុំអ្នកនៅខេត្តកំពង់ចាមបាទហ្វីលីបសេវបាទជំរាបសួរបងខ្ញុំនៅខេត្តកំពង់ចាមបងបាទបាទបងហ្នឹងហើយរីករាយដែលបានស្គាល់អរគុណច្រើនដែលបានចូលទស្សនានៅក្នុងកម្មវិធីតម្រាពលឹងដូនតាខ្មែរបាទសូមអរគុណបងប្អូនម្ដងទៀតទាំងអស់ដែលកំពុងតែតាមដាននិងនៅកម្មវិធីតម្រាពលឹងដូនតាខ្មែរថ្ងៃនេះខ្ញុំលើកយកសំណួរចម្លើយរបស់បងប្អូនគាត់បានសួរអំពីរឿងខ្នាយជ្រូកញីមានកាច់ដែរទេបាទចំពោះខ្ញុំថាបទពិសោធន៍វានៅស្ទើរទៅចោះហ្នឹងហើយបាទมันទាន់បានឃើញនៅថ្មិញឬក៏កថុកជ្រូកញីហ្នឹងកាច់ទេបាទបើសិនជាបងប្អូនបានឃើញក៏ជួយប្រាប់ផងបាទអញ្ចឹងណាបាទកន្លែងណាមិនឃើញខ្ញុំថាមិនទាន់ឃើញទេបាទបើសិនជាកន្លែងណាឃើញខ្ញុំក៏ជម្រាបឃើញតាមនឹងទៅណាទៀតណាបាទសូមអធិស្ឋានបាទភាគច្រើនពីបុរាណគេតែងតែគិតអំពីខ្នាយជ្រូកឈ្មោះតែឥឡូវគេនាំគ្នាគិតមកដល់កថុកជ្រូកញីដែរបាទទៀនទាំងអស់នេះណាបាទអញ្ចឹងតកតងជាមួយនឹងខ្នាយជ្រូកឈ្មោះបាទដែលបងប្អូនកំពុងតែពេញនិយមសប្តាហ៍នេះបាទមានការជឿជាក់ហើយក៏ការស្រឡាញ់ពេញចិត្តទៅលើខ្នាយជ្រូកបាទជាច្រើនអ្នកបាទប៉ុន្តែបងប្អូនខ្លះក៏បានជាវខ្នាយក្រៅស្រុកបងប្អូនខ្លះក៏បានជាវខ្នាយក្នុងស្រុកដែរបាទដោយឡែកគឺយើងគ្រាន់តែមានការបកស្រាយមួយឲ្យសមរម្យចំពោះអ្នករកទទួលទានទាំងអស់គ្នាដើម្បីកុំឲ្យមានមុសាបាទយកបច្ច័យហើយយករបស់យើងទៅបែរជាមានបាបទៅថ្ងៃក្រោយបាទបើសិនជារបស់នៅវៀតណាមក៏យើងប្រាប់ថាមកពីវៀតណាមជ្រូកចិញ្ចឹមយើងថាជ្រូកចិញ្ចឹមបើជ្រូកនៅក្នុងស្រុកក៏យើងនិយាយអំពីជ្រូកនៅក្នុងស្រុកទៅចោះបាទហ្នឹងហើយមុននឹងខ្ញុំបកស្រាយបន្តខ្ញុំលើកយកវីដេអូ TikTok មួយដែលខ្ញុំយល់ថាមិនសមរម្យចំពោះខ្មែរទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខ្ញុំពេញចិត្តចំពោះការតុបតែងឬក៏ការបាទនិពន្ធបែបថ្មីដើម្បីភាពរីកចម្រើនពីព្រោះរឿងអ្វីវាតែងតែដើរទៅមុខទៀតណាមិននៅក្រោយទេបាទនេះបាទបងប្អូន
បាទវាមិនមានអីដែលថាធ្ងន់ធ្ងរប៉ុន្តែវាតកតងជាមួយនឹងកេរដំណែលតកតងនឹងវប្បធម៌ប្រពៃណីតកតងនឹងកេរខ្មាស់របស់បងប្អូនដែលជាស្ត្រីមិនថាជនជាតិខ្មែរឬក៏ជនជាតិអ្នកដទៃអីទេបាទគ្រាន់ថាវីដេអូបែបនេះចង់បង្ហាញឲ្យបងប្អូនទាំងអស់គ្នាជួយវិនិច្ឆ័យមើលតើសមរម្យដែរទេបាទចំពោះខ្ញុំគិតថាมันសមរម្យទេបើមើលទៅតាមរបៀបគាត់ហើយមានវីដេអូផ្សេងរបស់គាត់បន្តទៀតបាទនិយាយអំពីខែរងាបាទបងប្អូនចូលស្ដាប់ទៅវាមិនសមទេបាទក្នុងនាមយើងជាបរិសុទ្ធភេទជាបិតាជាអ្នកទ្រូង5ហាត់ការពារសុខសុវត្ថិភាពក្រុមគ្រួសារឬក៏ជាអ្នកផ្ដល់នៅចំណេះដឹងតើក្មេងចំនួនក្រោយវាទីពឹងអីបាទបើគាត់នឹងដូចជាមិនក្មេងជាងខ្ញុំប្រហែលទេបាទហើយក៏មិនចាស់ជាងខ្ញុំដែរលបាដំណើរគ្នានឹងឯងបាទខ្ញុំឃើញវីដេអូគាត់ច្រើនប៉ុន្តែខ្ញុំ select យកមួយនឹងប៉ុន្តែមានច្រើនទៀតបាទសូមបងប្អូនទាំងអស់គ្នាជួយ comment ជួយបញ្ចេញនៅមតិយោបល់ហាមប្រានកុំឲ្យគាត់មានវីដេអូបែបហ្នឹងទៀតវាមិនល្អទេទៀតហើយបាទហើយចំណែកខ្ញុំដូចខ្ញុំលើកឡើងខាងដើមខ្ញុំគ្រប់គ្រងនៅអ្វីដែលជាស្នាដៃនិពន្ធទោះបីចាស់ក្តីទោះបីថ្មីក្តីយើងត្រូវតែកែច្នៃដើម្បីឲ្យវាមានភាពរីកចម្រើនដូចជាប្អូនប្រុសវណ្ណដាប្អូនបានធ្វើនៅវីដេអូដ៏ល្អជាទីគាប់ចិត្តបាទជាមួយលោកតាគង់ណៃដែលបានចែករំលែកទៅហើយបែកកាយទៅហើយប៉ុន្តែគេឈ្មោះរូបភាពសម្លេងរបស់គាត់បន្សល់នៅភាពល្បីល្បាញឲ្យខ្មែរជំនាន់ក្រោយបានដឹងមកទល់បច្ចុប្បន្នសប្តាហ៍ថ្ងៃនេះបាទលោកព្រាបសវត្តហើយនិងប្អូនស្រីតនច័ន្ទសីមាក៏លើកយកនៅបទចម្រៀងចបៃមួយសែបមុនព្រះគាថាក៏មានការតិចទៀនបាទជាច្រើនថាគាត់យកតែរបស់គេមកប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាអ្វីដែលគាត់រៀបចំហ្នឹងគឺវាតាក់តែងសមទៅហើយប៉ុន្តែការដែលបញ្ចូលនៅអ្វីថ្មីហ្នឹងវាជារឿងមួយបាទមិចបន្ថែមដើម្បីបញ្ចូលទៅឲ្យវាមានភាពរស់រវើកហើយមានភាពតាក់ទាញដើម្បីឲ្យជនបរទេសហ្នឹងគេទទួលស្គាល់ថាខ្មែរយើងមិនមានតែប៉ុណ្្នឹងទេអាចបញ្ចូលបែបហ្នឹងបានទៀតបាទអញ្ចឹងរហូតដល់ខ្ញុំនឹកឃើញសម័យកាលមួយបាទលោកពូម្នាក់គាត់លើកឡើងណាបាទជារឿងកំ pl ែងទេបាទគាត់ថាជនបរទេសខ្មោចឲ្យគេឆ្ងល់មួយខ្មែរឆ្ងល់មែនតែនបាទបរទេសគេច្រៀងភ្លេងរួមជាមួយគ្នាបើគេច្រៀងលេងទៅឲ្យវាពីរោះសប្បាយឆ្ងល់តែខ្មែរលេងភ្លេងហើយបានច្រៀងតាមក្រោយច្រៀងហើយបានលេងភ្លេងទៀតបងប្អូនគិតមើលគេឆ្ងល់កន្លែងហ្នឹងថាគាត់អាចធ្វើទៅបានបាទហ្នឹងគឺគេចង់សំដៅអំពីចម្រៀងចបៃដែលជាកេរដំណែលដូនតាហ្នឹងហើយរឿងហ្នឹងមានប៉ុណ្ណឹងចោះបាទខ្ញុំមិនមានអីច្រើនទេបើបងប្អូនជួបវីដេអូបែបហ្នឹងជួយខមមិនបាទបញ្ចេញមតិយោបល់ព្រោះយើងជាខ្មែរទាំងអស់គ្នាបាទហ្នឹងហើយតកតងជាមួយបងគាត់បានសួរខ្ញុំនៅឯណាខ្ញុំបាទរស់នៅឯខេត្តកំពង់ចាមបាទបើសិនជាបងមានការអ្វីក៏អញ្ជើញតាក់ទងខ្ញុំតាមលេខទូរស័ព្ទក៏បានបាទ097 3589 585ព្រោះអីខ្ញុំឧស្សាហ៍តែដើរតាមខេត្តឬក៏ចូលទៅតាមព្រៃភ្នំមិនសូវមានសេវាទេទៀតណាបាទsmart ក៏ខ្ញុំមានដែរ081 289 656តែខ្លាចវាមិនមានសេវាហើយបងប្អូនជាច្រើនតាក់ទងជាមួយលេខទូរស័ព្ទបងប្អូនខ្លះបាទគាត់គ្រាន់តែសញ្ញោហើយគាត់បិទវិញសញ្ញោហើយគាត់បិទវិញសញ្ញោហើយគាត់បិទវិញមានបងប្អូនគាត់ចង់លេងសើចប៉ុន្តែខ្ញុំមិនបានខឹងអីទេតែចង់ជម្រាបថាសូមកុំចំណាយពេល1វិនាទីដែលអត់ប្រយោជន៍គួរតែប្រឹងនៅកម្លាំងឬក៏ជាញើសឈាមនៅនាទីចុងក្រោយ
ដើម្បីស្វែងរកឬគោមួយវិនាទីចុងក្រោយស្វែងរកលៀបស្វែងរកជ័យស្វែងរកសក្ការៈដើម្បីរីកចម្រើនដល់ក្រុមគ្រួសារបាទសូមប៉ុណ្ណឹងទេបាទចំពោះខ្ញុំទោះបីខាតពេលក្តីមិនខាតពេលក្តីមិនមានបញ្ហាទេព្រោះខ្ញុំចាស់ហើយទាំងសូមបងប្អូនឬក៏ក្មួយជំនាន់ក្រោយប្រឹងប្រែងកុំចំណាយពេលចោលបាទដើម្បីអនាគតយើងបាទឥឡូវចូលមកដល់តកតងជាមួយនឹងខ្នាយជ្រូកញីគាត់សួរថាតើមានកាច់ដែរឬទេបាទពុកម៉ែបងប្អូនបាទតកតងជាមួយនឹងខ្នាយជ្រូកញីដែលខ្ញុំបានជួបកន្លងមកបាទមិនទាន់បានមានឃើញឬក៏ប្រទះភ្នែកនោះទេទៀតហើយបាទបើសិនជាមានក៏សូមជួយប្រាប់ផងដើម្បីជាវត្ថុតាងជាចំណេះដឹងក្នុងការបកស្រាយឬក៏ធ្វើអ្វីមួយអឺបត់បង្ហាញអ្វីមួយជាការលើកឡើងដើម្បីឲ្យវាបានទឹកតាងនឹងសមរម្យជាក់ស្ដែងជាមួយផតាងដែលយើងមានងាយនឹងបងប្អូនយកទៅគោរពបូជាថែរក្សាបាទឥឡូវមួយចំនួនលោកគ្រូអ្នកគ្រូគាត់នាំគ្នាប្រកបមុខរបរជាច្រើនបាទខ្ញុំនិយាយចូលទៅបងប្អូនម្នាក់គាត់បានខមមិនមកខ្ញុំគាត់និយាយអំពីរឿងផេកអ្នកដែលនៅខេត្តតាកែវដែលខ្ញុំនិយាយថ្ងៃមុនណាទៀននិយាយថាអឺលោកពូម្នាក់គាត់បានខលមកខ្ញុំគាត់បានរៀបរាប់អំពីរឿងខ្នាយជ្រូកដែលជាវគេតម្លៃ1400ហើយបែរជាมันបានមានប្រសិទ្ធភាពឬក៏ដោយអ្វីដែលបានសន្យាគាត់ថាអ្នកខេត្តតាកែវមិនអាក្រក់ទេបាទអញ្ចឹងសូមលោកគ្រូជួយបង្ហាញផេកហ្នឹងហើយខ្ញុំការដែលខ្ញុំលើកឡើងវាជាព័ត៌មានដើម្បីចែកជាចំណេះដឹងមិនមែនជាព័ត៌មានដើម្បីឆ្លោះប្រកែកគ្នាឬក៏វែករខុសត្រូវទេប៉ុន្តែវាគ្រាន់តែជាគតិមួយសម្រាប់បងប្អូនយកទៅពិចារណាមុននឹងជាវនឹងទិញវាជាព័ត៌មានមួយបាទតកតងជាមួយនឹងអ្នកមានរបស់កុំឲ្យចាញ់បោកគេបាទអ្វីដែលខ្ញុំលើកឡើងនោះណាបាទទោះបីបើខ្ញុំហ៊ាននិយាយខ្ញុំមានផតាងបាទជំរាបបងអញ្ចឹងណាបាទខ្ញុំមានផតាងខ្ញុំអាចអញ្ជើញគាត់ទៅតទល់ជាមួយបងក៏បានដែរខ្ញុំមិនមែនចេះតែនិយាយអត់ប្រយោជន៍ទេហើយវីដេអូនោះខ្ញុំមានតាំងសម្លេងគាត់ផុសទៅជាមួយទៀតគាត់ទៀមទីឲ្យខ្ញុំបង្ហាញផេកតើយើងចង់ដុតឲ្យខ្លោចរួចឲ្យឆៅឬមួយយ៉ាងណាចេតនាអ្នករស៊ីដូចគ្នាយើងគ្រាន់តែលើកឡើងមិនចំបុគ្គលនៅខេត្តតាកែវទាំងអស់នោះទេគ្រាន់តែជាបុគ្គលម្នាក់រស់នៅខេត្តតាកែវទេបាទទោះបីគាត់បានខូចខលយើងបានផ្សព្វផ្សាយទៅគាត់ដឹងថ្ងៃក្រោយគាត់កែនោះគឺជារឿងមួយដែលយើងទុកផ្លូវឲ្យគេដែរមិនត្រូវទៅសម្លាប់គេដោយប្អូនលើកឡើងទេបាទប្អូនរកស៊ីលក់ថ្មគុជឃ្មុំចែកាច់ខ្នាយតាន់ជាច្រើនបាទប្អូនមកខមមិនមួយខ្ញុំបាទខ្ញុំបានខមមិនទៅវិញថាខ្ញុំមិនបានថាអ្នកខេត្តតាកែវទាំងអស់ទេតែអ្នកអាក្រក់ត្រូវតែនិយាយត្រូវតែវែកមុខមិនថាខ្ញុំអ្នកខេត្តកំពង់ចាមអ្នកខេត្តណាទេបាទបុគ្គលដែលរស់នៅទីទឹកដីណាក្តីក៏មិនសំខាន់ដែរសំខាន់បុគ្គលដែលប្រព្រឹត្តនៅកំហុសខ្ញុំក៏បានសួរគាត់វិញថាអញ្ចឹងបើសិនជាទឹកដីខេត្តតាកែវមានចោលបងឯងកាន់ជើងគាត់ដែរមែនបាទគាត់ក៏ឈប់ខមមិនជាមួយខ្ញុំប៉ុន្តែនេះគ្រាន់តែលើកឡើងជាគតិមួយជាយោបល់មួយសម្រាប់យើងពិចារណាយើងកុំចង់ធ្វើឲ្យវាដល់ដំណាក់កាលមួយទ្រាំលែងបានជាមួយអ្នកដទៃបើយើងគង់តែរកទទួលទានដែរយើងរកទៅបាទស្ដាប់វីដេអូខ្ញុំពីដើមរហូតដល់ចប់មកខ្ញុំមានទឹកតាងខ្ញុំមិនមែនអ្នកលក់ខ្នាយអ្នករកស៊ីលក់ខ្នាយទេជំរាបបងមិនមែនអ្នករកស៊ីលក់ថ្មដូចបងទេបាទថ្មមិនដឹងថ្មអីទេបាទបងយកមកនិយាយថ្មត្រីសំលៀងបាទបងស្គាល់ទេថ្មត្រីសំលៀងច្បាស់ទេបងប្រកាសទេថាថ្មត្រីសំលៀងរបស់បងយកទៅដាក់ដើមចេកមិនលូតបាទបើសិនជាថ្ម
វាមានប្រសិទ្ធភាពដែរមិនមែនអត់ទេបាទថ្មអាចផ្កាយថ្មស្តូនខ្លះក៏មានប្រសិទ្ធភាពដែរថ្មកដាញ់ថ្មអីចឹងណាបាទដែលបងហៅថ្មកបាត់ថ្មអីហ្នឹងបងដឹងអំពីថ្មកដាញ់ហ្នឹងទេបាទវាមានរឿងច្រើនតាក់ទងជាមួយព្រលឹងថ្មនាងពួនថ្មបងបាទអញ្ចឹងបងយល់កន្លែងហ្នឹងសិនស្វែងយល់សិនខ្ញុំមុននឹងខ្ញុំឆ្លើយខ្ញុំធ្វើវីដេអូប្រាប់ថានេះជាថ្មត្រីសំលៀងខ្ញុំបានសិក្សាគ្រូជាច្រើនហើយក៏បានសិក្សាជាមួយចាស់ព្រឹទ្ធាចារ្យដែលជាអ្នកស្រាវជ្រាវផ្នែកថ្មផ្នែកអាចផ្កាយបាទយ៉ាងច្បាស់លាស់បាទដោយមានការពិនិត្យត្រឹមត្រូវមើលសាច់ក្នុងនឹងដូចជាត្បូងអញ្ចឹងយកទៅដាក់នៅពិនិត្យនៅម៉ាស៊ីនរបស់គេពិនិត្យមើលឃើញជាតិភាពពិសេសនៅក្នុងហ្នឹងបងបាទហើយទូរលេខការកំណត់ចេញមកថានេះជាថ្មត្រីសំលៀងមិនមែនគេថាអានោះក៏ត្រីសំលៀងអានេះក៏ត្រីសំលៀងទេបាទហើយទៀតបងមានប្រសាសន៍ទៀតកូនសិស្សខ្ញុំអ្នកនៅឯខេត្តទេក៏ខលមកប្រាប់ខ្ញុំគេឆាតមកប្រាប់ខ្ញុំថាសូមបងកុំជឿគេអំពីគុជឃ្មុំដែលថាស៊ីទឹកឃ្មុំសាបស៊ីជាគុះអីហ្នឹងបងកុំជឿគេបាទអញ្ចឹងបានថាការដែលបងកំណត់បែបហ្នឹងបងច្បាស់បែបហ្នឹងដោយសារបងមិនដែលបានជួបទី1បងមិនដែលបានស្គាល់ទី2កម្រិតរបស់បងមួយទៀតបាទបើបងចង់ឲ្យគេនិយាយឲ្យអស់ចង់ឲ្យដឹងពីកម្រិតរបស់គេតើបងមានអ្វីដើម្បីចង់បានចំណេះរបស់គេនោះតើមានអ្វីដើម្បីឲ្យគេដើម្បីគេបើកឲ្យអស់សម្រាប់បងឲ្យដឹងណាបាទបងត្រូវយល់កន្លែងហ្នឹងដែរខ្ញុំទៅរៀនជាមួយគាត់គាត់ថាខ្ញុំរៀនអស់20ឆ្នាំហើយតម្រាំតែបានយល់អំពីគុជឃ្មុំឬក៏គុជកែវមុខក្តារមួយសុំលោកគ្រូឬប្អូនឯងហ្នឹងគិតមើលតើខ្ញុំចំណាយពេលបែបម៉ានហើយមកសួរខ្ញុំដោយមិនមានផលប្រយោជន៍បាទហើយដោយមិនមានភាពត្រឹមត្រូវហើយរំខានទាំងពេលវេលាខ្ញុំហើយរំខានទាំងមុខរបរខ្ញុំហើយមកសួររបៀបក៏ក្លឿនបែបហ្នឹងទៀតបងប្អូននិយាយទៅមើលតើមានប្រយោជន៍អីដែលគាត់ខ្ជាក់បង្ហាញឲ្យយើងដឹងអត់មានទេបាទអញ្ចឹងណាបាទដូចខ្ញុំអញ្ចឹងបើបងចង់បានចម្លើយច្រើនជាងនឹងទៀតតើមានអ្វីដើម្បីឲ្យខ្ញុំបញ្ជាក់ជាមួយបងរឿងគុជឃ្មុំក៏ឲ្យខ្ញុំឆ្លើយឲ្យបានរឿងខ្នាយក៏ដោយរឿងថ្មក៏ដោយប៉ុន្តែខ្ញុំគ្រាន់តែធ្វើវីដេអូដើម្បីជាចំណេះដឹងទៅ step ថ្នាក់វាទៅបន្តអញ្ចឹងទេបាទដើម្បីស្រាវជ្រាវបណ្ដាលអីបណ្ដាលពុទ្ធលោកបានសម្ដែងថាការរៀនរបស់មនុស្សរហូតដល់ស្លាប់រៀនមិនចប់ទេហើយចំណេះដឹងគ្មានអ្នកណាវាស់ឬកំណត់ឬក៏ឃ្លាំងបានត្រឹមនឹងដែរសំទានជ្រុលជ្រាបណាកន្លែងនេះបាទខ្ញុំសូមជម្រាបបងដែលខមមិនចូលមួយខ្ញុំថ្ងៃមុននឹងឯងបាទកន្លែងហ្នឹងណាបាទអញ្ចឹងមិនថាខ្ញុំឃើញបងរកអីបានបងរកទៅបាទបងលក់អីបានក៏លក់ទៅបាទមួយ100មួយ200 100000 200000ហ្នឹងដែលបងជាវហ្នឹងបងជាវតាមហ្នឹងទៅប៉ុន្តែកុំភ្លេចប្រាប់គេថាអាហ្នឹងដុំគ្រោះទេមិនមែនគុជឃ្មុំទេប៉ុណ្ណឹងទៅបានហើយបាទខ្ញុំមិននិយាយឈ្មោះបងឯងផេកអីទេប៉ុន្តែខមមិននៅខ្ញុំហ្នឹងបងប្អូនគាត់ចូលមើលគាត់ដឹងហើយបាទអញ្ចឹងសូមបងទៀនជ្រាបហើយបើមិនសុខចិត្តខលមកខ្ញុំ0973589ណាត់ខ្ញុំជួបធ្វើវីដេអូកន្លែងណាមួយបានជាមួយគ្នាបាទនិយាយអំពីចំណេះដឹងដាក់វាស់ទៅក៏បានដែរបាទមកចំណេះទៅមករឿងទៅមកចំណេះមករឿងមកចំណេះរឿងអ្នកណាចេះច្រើនជាងបើសិនជាកន្លែងណាដែលខ្ញុំក្រោមខ្ញុំទទួលស្គាល់បាទប៉ុន្តែខ្ញុំមិនថានិយាយនេះវារៀងអួតតិចវាចូលទៅអារឿងមួយប៉ុន្តែចង់និយាយថាពេលខ្លះគាត់នេះខមមិនមកហ្នឹងវាដូចជ្រុលដែរយើងស្ដាប់ទៅណាបាទវារៀងជ្រុលស្ដាប់មើលទៅនេះវាអត់មានគេហៅថាអ្វីហៅថាក្រែងរឯងអំពីចាស់ព្រឹទ្ធាចារ្យតកោរៀមច្បងឬក៏ការបកស្រាយទៅឲ្យវាសមរម្យអញ្ចឹងណាបាទអាចេតនាដុតឲ្យខ្លោចរួចឲ្យឆៅចង់ឲ្យគេមានរឿងផ្ទុះខ្វល់ខ្វាយអញញ៉ៃពេញប្រព័ន្ធ social media នេះឈប់ទៅល្អជាងព្រោះយើងជាអ្នករស់ស៊ីដែរបាទចេតនាដែលបង្ហាញផេកបង្ហាញអីហ្នឹងគឺជារឿងមិនល្អទេបាទជំរាបប៉ុណ្្នឹងឯងគាត់គីមីចូលពេញខ្លួនហើយលោកគ្រូបាទ
ខ្ញុំមិនដឹងយ៉ាងណាដែរទៀតណាបាទបងប្អូនខមមិនមកថាគាត់គីមីចូលពេញខ្លួនហ្នឹងហើយតកតងជាមួយរឿងការខមមិនដូចជាខ្ញុំយកវីដេអូមកមិញអញ្ចឹងណាបាទវាជារឿងមួយផ្សេងខ្ញុំមិនហ៊ានថាទេមិនដឹងយ៉ាងណាទេវប្បធម៌សិលធម៌ប្រពៃណីគេដំណើរគេឈ្មោះរបស់ខ្មែរដែលយើងរស់នៅលើទឹកដីខ្មែរទោះបីបងមិនមែនជាជនជាតិខ្មែរក្តីក៏ដោយបងរស់នៅចោះបងសោយសុខចោះបងសប្បាយចោះប៉ុន្តែសុំបងកុំជន់ឈ្លីពេកហើយក៏កុំបន្ទាបបន្ថោកខ្លាំងពេកបងបាទអាសូរទ្រូងខ្មែរផងទាំងអស់គ្នាបាទណែនណាខ្ញុំឃើញមកឯងនិយាយបែបហ្នឹងបាទខ្ញុំអ្នកប៊ូសអ្នករៀនខ្ញុំស្គាល់ប្រពៃណីបាទតែបងនិយាយចេញមកបែបហ្នឹងវាប្រៀបបានដូចជាយកគេមកដាយរបស់ខ្ញុំដែលជាស្ត្រីដែរនេះយកមកដាក់នៅលើកណ្ដាលផ្លូវឲ្យគេមើលបងបាទបើសិនជាខ្ញុំមិនបានប៊ូសមិនបានរៀនបងប្អូនមិនបានប៊ូសមិនបានរៀនអាហ្នឹងក៏រឿងផ្សេងប៉ុន្តែអ្នកខ្លះមិនបានប៊ូសមិនបានរៀនគេមានបញ្ញាមានចំណេះដឹងខ្លាំងជាងអ្នកប៊ូសអ្នករៀនទៀតបាទគេស្គាល់ត្រូវស្គាល់ខុសណាស់បាទនឹងចង់និយាយបែបហ្នឹងណាបងណាបើសិនជាបងបានឃើញវីដេអូខ្ញុំហើយឬក៏ share ចែករំលែកទៅដល់ម្ចាស់ account TikTok ហ្នឹងក៏សូមបងលុបវីដេអូហ្នឹងចោលទៅបាទខ្ញុំយល់ថាបងធ្វើដើម្បីសប្បាយឬក៏លេងសើចប៉ុន្តែបងជាសាសដតីខ្ញុំមិនដឹងទេប៉ុន្តែគ្រាន់តែថាបងធ្វើបែបហ្នឹងវាជន់ឈ្លីពេកបាទរដ្ឋាភិបាលក៏លោកជួយគ្រប់គ្រងការពាររឿងវប្បធម៌ប្រពៃណីបាទប្រជាប្រុសស្រីថែរក្សាណាព្រោះយើងជាខ្មែរមានច្បាប់ក្បួនមានព្រលឹងដូនតាមានព្រលឹងជាតិត្រឹមត្រូវបាទអ្នកខ្លះគាត់មានគំនិតអកតេបាទអរគុណណាស់មានមែនមានអ្នកខ្លះមានបាទទាំងខ្លួនទទួលដឹងស្គាល់ប៉ុន្តែព្រមធ្វើទាំងបំពេញទាំងអស់នឹងមានបាទជួនកាលទៅដើម្បីតែការចង់ឈ្នះបន្តិចបន្តួចបាទឬក៏ជួនកាលទៅដើម្បីចង់ធ្វើអ្វីមួយឲ្យគាត់ចាប់អារម្មណ៍ឬក៏ប៉ះពាល់មកដល់ខ្លួនយើងបាទអ្នកខ្លះគាត់ហ្នឹងហើយនៅមានឈ្មោះអ្វីដែរបងខ្ញុំសូមចូលមើលដែរអូផេកបាទខ្ញុំមានផេកមួយនៅក្នុង TikTok ផេកខ្ញុំមានតម្រាខ្មែរបងបាទអសតនឹងមកជើងរោស្អាតរកឃ្លាខជើងមកស្អែនឹងរោបាទខ្ញុំមានផេកតម្រាខ្មែរទៀតណាបងសូមអញ្ជើញបងចូលទៅមើលចុះប៉ុន្តែ Facebook ខ្ញុំគ្រុឯណាមិនមែនគ្រូឯណាទៀតណាគ្រុដកគ្រុសុខាបាទអត់ដកឃ្លាទេ Facebook account របស់ខ្ញុំគ្រុសុខាមានរូបខ្ញុំហើយនៅក្នុងនឹងបងអញ្ជើញបើកទៅបាទហើយបើសិនជាមានកន្លែងណាល្អបាទឬក៏ខ្វះខាតបងជួយបំពេញបន្ថែមណាបងណាបាទអធិស្ឋានរាល់ការកំហុសឆ្គងក្តីបាទសុំចូលមើលដែរបាទអរគុណបាទអត់ផេកបងទេអត់ផាកបាទន័យថាម៉េចបងខ្ញុំអត់ចេះទេអង់គ្លេសបាទស្ទើរណាបងអើយបាទផេកអត់ផេកបងទេបាទបងចូលទៅផេកខ្ញុំប្រាប់បងបាញ់មិញណាបងបាទបងជើញចូលទៅក្នុងនឹងចុះបាទរាល់ការសំណួរចម្លើយអីបងអាចខមមិនឬក៏អាចខលតាម Telegram ដែលខ្ញុំបានដាក់នៅនឹងទៅក៏បានដូចគ្នាអ្នកលក់ផេកអ្នកលក់ខ្នាយអូខ្ញុំអត់ដឹងទេបងបាទអត់ដឹងទេផេកលក់ខ្នាយបាទរឿងនេះខ្ញុំមិននិយាយទេបាទទោះបីបងនៅក្នុង Facebook នឹងក្តីឬក៏ TikTok YouTube ក្តីបាទខ្ញុំមិននិយាយទេបាទបើសិនជាបងនៅទីមទីស្វែងរករឿងហ្នឹងបាទបងខលមកខ្ញុំផ្ទាល់មកលេខទូរស័ព្ទហ្នឹងបាទខ្ញុំនឹងធ្វើការអធិប្បាយប្រាប់បងបាទហើយបើបងចង់សួររកខ្ញុំដល់ទៅខេត្តដល់ទៅផ្ទះដល់ទៅអីទៀតអានឹងវាជារឿងមួយផ្សេងបាទបងបាទហ្នឹងហើយនេះខ្ញុំមានផតាងខ្ញុំមានសម្លេងទូរស័ព្ទអីរបស់គាត់ដែរមិនអត់ទេណាបងណាបាទគាត់ក៏បានរៀបរាប់តាមអ្វីដែលខ្ញុំនិយាយដែរបាទ
ចឹងបងមានចេតនាយ៉ាងណាក៏ខ្ញុំអត់ដឹងដែរដល់ឡើយបងឈ្មោះអីគេទេខ្ញុំសេវអីបាទខ្ញុំអត់ដឹងដែរបាទគាត់ថាអឺអ្វីដែលបងលើកឡើងនេះវាប្រហែលជាមិនឈប់ដំណឹងទេបាទរឿងវានៅបន្តទៀតបាទហ្នឹងហើយអញ្ចឹងខ្ញុំត្រឡប់មកវិញតកតងជាមួយនឹងរឿងខ្នាយដែលអឺដែលថាបុកបាក់ខ្នាយជ្រូកញីហ្នឹងណាបាទចំពោះខ្ញុំមិនមានទេបាទដូចជាធ្មេញជ្រូកឬក៏កថុកជ្រូកញីអីចឹងមានបាទមានប្រហោងទៅមានតាន់ទៅតាមហ្នឹងណាទៀតណាបាទតាមអ្វីដែលខ្ញុំឬក៏បងប្អូនក៏បានជួបជាច្រើនដែរហ្នឹងហើយបាទប៉ុន្តែបើសិនជាបងប្អូនបានជួបបានស្គាល់ជួយបង្ហាញគ្នាផងដើម្បីជាបញ្ញាដើម្បីតាក់ទងជាមួយនឹងចំណេះដឹងបាទហ្នឹងហើយឥឡូវនេះដូចជារយៈពេលហ្នឹងច្រើនដែរហើយដូចជា20នាទីជាងហើយបាទបើសិនជាមានបងប្អូនគាត់ខមមិននៅក្នុងហ្នឹងបាទសូមអញ្ជើញចូលមកខមមិនដើម្បីសំណួរចម្លើយអ្វីខ្លះដែលតាក់ទងទៅតាមចំណេះរបស់ខ្ញុំមានបើខ្ញុំមានខ្ញុំក៏ឆ្លើយតាមនឹងបើមិនមានក៏សូមបងប្អូនខន្តីអភ័យទោសបាទថ្ងៃនេះជាថ្ងៃសិលបាទថ្ងៃខែដាច់បាទខ្ញុំអត់ចង់ដឹងផែអត់ចង់ដឹងអ្នកផែកបោកគេខ្ញុំចង់ដឹងផែកបោកគេបាទខ្ញុំអត់ដឹងទេបងអើយរឿងផែកនោះបាទទោះបីជាយ៉ាងណាក៏ខ្ញុំមិនបានដឹងដែរបងអាចតំណែងលេខខ្ញុំបាទបងអាចតំណែងលេខខ្ញុំបងឆាតមកខ្ញុំមកបាទខ្ញុំនឹងមានវីដេអូមានសម្លេងមានអីគាត់ទាំងអស់ខ្ញុំនឹងចែករំលែកឲ្យបងបើបងចង់ដឹងណាបាទប៉ុន្តែចេតនាបងយ៉ាងម៉េចខ្ញុំក៏អត់ដឹងដែរបងប្រាប់អំពីវត្ថុបំណងផងណាបងណាបាទហើយបងអ្នកនៅខេត្តណាដែរបងហើយ channel បងឈ្មោះអី page បងអីហ្នឹងឈ្មោះអីដើម្បីបង្ហាញឲ្យគេដឹងផងព្រោះបងសួរខ្ញុំដែរបាទហើយប្រកបមុខរបរអីដែរដូចគ្នាទៅណាបាទយើងធ្វើវិធីបត់បង្ហាញមួយទៅដើម្បីបញ្ជាក់ថាការពិតនៅយ៉ាងណាអញ្ចឹងណាបងបាទហ្នឹងហើយបាទល្អណាស់អត់អីទេបងចាំជួបគ្នាទៅតាម Facebook TikTok ទៅបាទងាប់នៅចិត្តណាបងដល់ទៅ USA ណោះខ្ញុំទៅមិនដល់ទេបងអើយបាទអធិស្ឋានខ្ញុំស្មានតែបងហ្នឹងជាអ្នកនៅភ្នំពេញហើយជាអ្នកលក់ដូរដែរបានឃើញបងខមមិនអញ្ចឹងណាបាទដូចខ្ញុំបាននិយាយឡើងដើមអញ្ចឹងបាទខ្ញុំមិនចង់ដុតឲ្យខ្លោចរួចឲ្យឆៅទេបងបាទពីព្រោះជួនកាលទៅគាត់ខុសប៉ុន្តែបើសិនជាយើងលើកឡើងយើងធ្វើវីដេអូទៅគាត់គិតថាអូតាមពិតតែមានគេអ្នកចេះដែរបាទទង្វើដែលខ្ញុំបានធ្វើខុសថ្ងៃក្រោយគាត់លែងធ្វើបើសិនគាត់នៅតែបន្តទៀតថ្ងៃណាមួយគាត់នឹងជាប់អន្ទាក់គេបាទពេលនោះគេសរុបទាំងចុងទាំងដើមអញ្ចឹងទុកឱកាសទៅខុសម្ដងវាមិនជាអ្វីទេបាទគីឡូមានអីពេលក្រោយទៅអាចជួយឲ្យគាត់បានល្អអញ្ចឹងណាបាទអរគុណច្រើនដែលបងមានការចាប់អារម្មណ៍ឈឺឆ្អាលទៅរឿងហ្នឹងបាទខ្ញុំមិញក៏និយាយជុលដែរបើប៉ះពាល់ណាសូមបងខន្តីអភ័យទោសរាល់ការនិយាយជួនកាលអាខួរក្បាលនេះវាដើរលឿនបាទវាពុបទៅអញ្ចឹងទៅណាបាទអីគេចង់ខ្លាហាខ្លាចហើយត្រូវចំនួនរបស់រស់រាប់ពាន់ដុល្លារបានថាមិនបានន័យថាម៉េចនេះចង់ខ្លាចហើយគ្រូមួយចំនួនរៀបរបស់រាប់ពាន់ដុល្លារបាទត្រូវហើយបងបាទពីដើមខ្សែកថាវត្ថុស័ក្តិសិទ្ធិរៀបអាសនៈធ្វើអីអត់ដែរដល់ប៉ុណ្ណឹងទេបាទអត់ដែរទេប៉ុន្តែពេលធ្វើឲ្យគេជូនលើសច្រើនជាងនឹងទៀតបាទតែឥឡូវអត់ទេមិនទាន់មានប្រសិទ្ធភាពផងនោះ
2000 3000 5000 10000ហើយលើកឡើងរបស់នេះថ្លៃរបស់នេះល្អរបស់អញ្ចឹងណាបាទនៅឃើញរឿងហ្នឹងខ្ញុំចង់តែសើចប៉ះចំគ្រូគេមួយកាលពីមួយអាទិត្យមុនបាទសូមអធិស្ឋានបាទតាមពិតទៅរបស់អស់ទាំងហ្នឹងយើងលើកហេតុផលទៅបើសិនជាគាត់មន្ត្រីសិទ្ធិរាជការយើងធ្វើឲ្យចំសមតាមឋានៈអានោះវាត្រឹមត្រូវដែរណាប៉ុន្តែបើល្មមទេអ្នកជនបទល្មមអ្នកប្រកបមុខរបរអីធម្មតាទេរាប់ពាន់ដុល្លារត្រឹមមកកថាយន់ត្រឹមកន្សែងយន់ត្រឹមមកកមួនត្រឹមមកថ្មល្មមអាចផ្កាយអីចឹងទេបាទយើងដាក់តាមហ្នឹងទៅបាទអាណិតគ្នាបាទដូចខ្ញុំមិនមែនថាមិនត្រូវការលុយទេគាត់លើកកន្លែងមួយឥឡូវបងប្អូនទាំងអស់គ្នាចាំស្ដាប់ណាទាំងអស់គ្នាខ្ញុំនឹងលើកយកមកនិយាយខ្ញុំអត់ចំណែនទេតែខ្ញុំវាតាំងតែអ្នករៀបទេបាទអត់អីទេអត់មានទោសទេទាំងអស់គ្នាចង់ដឹងចេះបានចូលមើលអរគុណបាទបងអរគុណសន្តានចិត្តយើងបែបហ្នឹងល្អណាស់បងខ្ញុំរីករាយដើម្បីជាចំណេះដឹងទាំងអស់គ្នាណាបាទសូមរាប់អានបងអរគុណច្រើនបងសម្លាញ់បាទខ្ញុំនិទានរឿងមួយគ្រូគេគ្រូចូលសន្ធិដ្ឋឬក៏គ្រូថាខ្ញុំមិនដឹងទេបាទបងក៏ផ្លែងអញ្ចឹងណាចូលសំឡេងឲ្យរៀបដើម្បីណាទេដើម្បីអញអញ្ចឹងបាទគាត់និយាយអញ្ចឹងណាបាទប៉ុន្តែគាត់និយាយថាមកពីរបស់ហែងនឹងវាអត់ប្រកែវាអត់ល្អបានគេអត់ត្រូវយកហើយវាថោកបានគេមិនយករួចមិនដឹងថារបស់គេមិនប្រកែហើយអ្នករក្សាសិលទាំងអស់ហ្នឹងរបស់ដែលប្រកែហ្នឹងថោកទាំងអស់មែនដែលគេនៅតាមព្រៃភ្នំដែលគេរក្សារបស់ណាបងប្អូនទាំងអស់គ្នាណាវិជាដែលមិនយកកណល់វិជាដែលមិនបង្កប់វិជាដែលមិនលក់បែរជារបស់នឹងវិជានឹងមិនល្អវាមិនប្រកែហើយកន្លែងហ្នឹងបងប្អូនទាំងអស់គ្នាទទួលយកបានទេអត់បាទមតិយោបល់ម្នាក់មួយម៉ាត់ចំពោះខ្ញុំអត់ទទួលយកទេបាទបួសនឹងទៀនរៀននឹងធូបសមាធិដោយកាយវាចាចិត្តបាទដោយកាយវាចាហើយនឹងសតិចិត្តរបស់យើងនេះធ្វើសមាធិ3ហ្នឹងដើម្បីស្វែងរកមោក្ខធម៌ស្វែងរកសច្ចៈនិងគុណធម៌នៃពធពិតពធមែន84000ប្រធមខណ្ឌរបស់ព្រះបរមគ្រូនៃយើងគឺព្រះសមណគោតមឬក៏មុនវិជារបស់ព្រលឹងដូនតាពេលដែលយើងពេលដែលសោជាស្រ័យបាទពេលដែលយើងបានមកហើយតើយើងយកមាសប្រមាណយកលុយប្រមាណទៅជូនគ្រូបាសីរបស់យើងដែលអ្នកបង្ហាត់បង្រៀនផ្លូវក្នុងរបស់យើងមានណាអត់មានទេបួសនឹងទៀនរៀននឹងធម៌ថ្វាយខ្លួនដើម្បីធ្វើសមាធិដើម្បីយកវិជាមកជួយគេមើលអបនិស្ស័យហើយបានមកបើជាមកលើកហេតុផលមកវាគ្រាន់តែជាគំនិតលុកដោហើយវាគ្រាន់តែជាមធ្យោបាយដើម្បីឲ្យគេព្រមជីវឬក៏គេព្រមទិញនៅរបស់ដែលយើងលក់ស្លាធម៌3សីដើមមានដើមធ្នង់ដើមត្រាចដើមក្លឹមអីទាំងអស់គ្នាហ្នឹងទៅដើមក្រងដើមហៀងទៅបាទតែតាមការពិតខាងក្នុងគេមិនបង្កប់ឲ្យយើងដើមមានមកពីណាថារៀបដើមមានទៅខ្លាចជាអ្នកមានមើលឲ្យខ្ញុំមើលតិចមើលបាទយក10នាក់បើសិនជាអ្នករៀបដើមមានទាំង10នាក់មែនមិនបាច់រកស៊ីអីអានឹងខ្ញុំលិតជង្គង់ថ្វាយគុំឥឡូវនិយាយណាអ្នកណាដែលចង់បានរៀបដើមក្រងខ្លាយជាអ្នកគ្រប់គ្រងគេខ្លាយជាមេគេនិយាយឲ្យចំគ្មានចំណេះដឹងមិនបានរៀនជាប់បរិញ្ញាសញ្ញាបត្រធំទេបណ្ឌិតទេកុំសង្ឃឹមតែទៅដឹកនាំគេកើតបើសិនជាយើងថ្នាក់ទាបបើយើងមានគុណធម៌មានសច្ចធម៌យើងអាចដឹកនាំគេទៅតាមនឹងបានតែបើសិនជាយើងអត់សោះទៅដឹកនាំគេយ៉ាងម៉េចបាទប៉ុន្តែគ្រាន់ថាពាក្យនេះវាមានខ្លះបុគ្គលខ្លះគេមិនមានចំណេះក៏គេអាចដឹកនាំគេបានដែរបាទដោយហេតុអីផ្សេងពីនឹងទៅវាមានដែរចំណុចហ្នឹងប៉ុន្តែចង់និយាយថាបើសិនជាគ្រាន់ត្រឹមតែមករៀបអាសនៈណាយើងខណ្ឌវងកញ្ចក់ទៅកុំឲ្យប៉ះពាល់ដល់អ្នកដែលគេធំអ្នកដែលគេមានបញ្ញាអញ្ចឹងណាយើងនិយាយទៅ
បើគាត់និយាយឡើងគាត់ថាអញ្ចឹងបាទតែខ្ញុំវាខ្ជិលអត់ចង់បន្តការឆ្លោះថ្ងៃនេះលើកឡើងតិចដើម្បីបញ្ជាក់អំពីកម្រិតបញ្ជាក់អំពីការគិតរបស់ខ្ញុំណាខ្ញុំមានប៉ុណ្ណឹងឯងខ្ញុំទទួលយកថាដូចជាមិនត្រឹមត្រូវបាទអញ្ចឹងណាអត់ចំណែនទេអត់អីទេលោកគ្រូបាទអញ្ចឹងហើយបានឪខ្ញុំមិនឲ្យរៀនព្រោះគ្រូខ្មែរគិតមិនមានដោយសារវិជ្ជានឹងទេបាទបងគ្រូខ្មែរបើរៀនឲ្យចំមែនដូចខ្ញុំក្រណាខ្ញុំប្រាប់ត្រង់ហ្មងខ្ញុំក្រមែនតើសពថ្ងៃខ្ញុំជួផ្ទះគេទេខ្ញុំមានម៉ូតូកាចាស់មួយជិះដើរតាមភ្នំក្រណាស់បាទគ្រូប៉ុន្តែគ្រូមានក្រហើយមានអីមានចិត្តមានវិជ្ជាដែលខ្លួនខំប្រឹងទៅយកតាមភ្នំមកនោះចែករំលែកបងប្អូនខ្ញុំកាត់គ្រូឲ្យគេអស់យ៉ាងច្រើនទៅ5 6ម៉ឺនទេបាទអង្គដូងអំពៅទឹកផ្លែឈើមួយចានមកហើយយកធေါ်ឲ្យទៅកាត់គ្រូដែលខ្ញុំសួរគាត់ថ្ងៃមុនហ្នឹងយកធေါ်ទៅកាត់គ្រូសម្ពុទ្ធេយេសន្តាបតិធានយិនីអីហ្នឹងទៅបាទហើយក៏យើងសូត្រសัพភ័យយេនសัพពរោគិនវិមុតតោសัพពសន្តាវិជ្ជតោសัพពវេរមតកន្តោនិបតោណាព្រះអាទិត្យស្ដែងស្ដេចគ្នាខ្មៃឬក៏ឧមៈគ្រោះជោគអតិបិសោភគវេណាច័ន្ទគាពុទ្ធពហឧមៈគ្រោះជោគគ្រោះចំគ្រោះខែគ្រោះឆ្នាំគ្រោះចាំគ្រោះចោករហូតទៅបាទហើយយើងកាត់អស់ហើយយើងចាប់ផ្ដើមពត់នៅសេមាយើងលើករាសីឲ្យគាត់លើករាសីឲ្យព្រះអាទិត្យស្អែកស្អែកគ្នាខ្មៃចុះមកលួតលើករាសីបុគ្គលនេះណាអញ្ចឹងទៅឲ្យគាត់ត្រជាក់ត្រជុំមានច្រើនជាងនឹងទៀតបាទដើម្បីអីធေါ်ព្រះហ្នឹងទៅបួសនឹងទៀនរៀននឹងធូបហ្នឹងមានអីយកទៅទាលុយគេខ្ញុំនិយាយម្ដងទៀតបងស្រីមួយនោះគាត់មករកខ្ញុំថាលោកគ្រូអើយគាត់ទៅដល់បោកក្អមអស់7គិតលុយ$370បាទខ្ញុំកំពុងតែអត់ផងប៉ុន្តែធ្វើម៉េចមនុស្សយកសម្ដីដើម្បីយកភ្លុកកោរាប់អានគ្នាណាក៏បានទៅខ្ចីលុយគេឲ្យទៅតែមុនកូនសិស្សមកលោកគ្រូអើយបាទស្រោចទឹកទៅស្រួលបាទគេលុកស្រួលលែងមើលមាយថ្ងៃមុនចិត្តទៅយល់សពចិត្តទៅចង់ទៅភ្នំរឿងវាមានអញ្ចឹងបាទការរៀនវិជ្ជាខ្ញុំជម្រាបបងប្អូនសូមបងប្អូនតាំងចិត្តឲ្យនឹងកុំជឿតាមគេបទពិសោធន៍របស់ខ្ញុំបាទខ្ញុំឃើញហើយផ្ទាល់ភ្នែកបាទនៅឯខេត្តកញ្ចេះខ្ញុំមិននិយាយភូមិអីទេបាទខ្ញុំនិយាយរឿងនឹងប្រាប់បងប្អូនចោះបាទយើងឃើញព្រះគេថាគេផុសតាម YouTube Facebook TikTok ឬក៏យើងលួចយកពេលគេកំពុងសោតឬមួយក៏យើងទៅបើកកម្ពីគេមើលឬមួយក៏យើងទៅសុំគ្រូដែលគេឲ្យមកដោយមិនបានរៀបត្រឹមត្រូវមិនបានថ្វាយខ្លួនយើងយកមកគោរពបូជាយើងប្រើទៅប្រកែមិនមែនអត់ទេប្រកែដូចគ្នាអ្នកខ្លះក៏អូមបានថ្មិញបានអាចសូត្របល័យនឹងអាចបានប៉ុន្តែសួរថានៅពេលណាមួយដែលយើងប្រព្រឹត្តទៅវាចេះតែបកែទៅស្រាប់តែចំជាមួយគ្រូអាគមគេគ្រូដែលគេចេះមានមុនអាគមខ្មៅគេជំនាញក្នុងការធ្វើអំពើមកយើងប្រកាសជាដួលបងប្អូនបាទដួល 100% ទី1អត់បានថ្វាយខ្លួនព្រះរតនត្រ័យទី2ឲ្យបានថ្វាយខ្លួនចំពោះគ្រូឧបចារ្យទី3ឲ្យបានវន្ទាចំពោះគ្រូឬក៏អង្គញាណបារមីបធូនីជាសាក្សីដឹងឮយើងអត់មានទេវតាអត់ទទួលស្គាល់អ្នកតាចាស់ស្រុកក៏អត់ដឹងដែរព្រោះយើងយកវិជ្ជាមករៀនទេតានៅពេលដែលពុកថ្មិលធ្មប់អណ្ដេលថៃប្រើវិជ្ជាព្រាយមកបានអាណាជួយក្រងសំបីតែគ្រូបាធ្យាយយើងណាទប់មិនជាប់មានបញ្ហាដល់គ្រូបាធ្យាយចដូនចតារបស់យើងទៀតនេះខ្ញុំជម្រាបអញ្ចឹងណាខ្ញុំឃើញហើយបាទខ្ញុំឃើញហើយបាទបកាច់ដូចស្មាទោសដូចមន់ត្រូវមកខ្នាយចឹងបាទប៉ុន្តែគាត់ថារឿងវាកន្លងផុតទៅហើយបាទវិជាណាបាទអត់បានទេបងប្អូនបាទវិជាមុនវិជានេះมันអាចកណនាបានទេបាទអញ្ចឹងបាទខ្ញុំក៏ធ្លាប់ជួបដែរខ្លួនខ្ញុំនេះណាដូចយកឡានមកបោជន់ពីលើអញ្ចឹងខ្ញុំត្រូវរបស់គេនឹងបាទចឹងបានខ្ញុំមិនអោយបងប្អូនទេដោយសារអីមានច្រើនអ្នកមកសុំបាទតាមពីប្រសងតាមអីច្រើនបាទចឹងណា
ប៉ុន្តែគាត់ថាខ្ញុំមិនបានឲ្យទេដោយសារអីខ្លាចមានបញ្ហាប៉ុន្តែបើបានមកត្រឹមត្រូវធ្វើអីត្រឹមត្រូវទៅខ្ញុំកណាប្រគេនអត់មានយកបច្ច័យអីទេគ្មានងាប់យកទៅផងទេបាទវិជាខ្មែរតែគាត់ថាខ្លាចក្រែងតែគាត់អត់មានតំណមវិជាមានតំណមខ្ញុំមានឆ្នាំពីរមុខកាលនោះខ្ញុំមានមុនប៉ុណ្ណេះបងប្អូនកាលពេលខ្ញុំបួសខ្ញុំមានមុនប៉ុណ្ណឹងឡើងពេញខ្នងខ្ញុំហ្មងបាទខ្ញុំហូបឆ្នាំអីក៏អត់បាត់ដែរដល់ពេលខ្ញុំឡើងភ្នំកលែនធ្វើសមាធិជួបជាមួយអង្គញាណបារមីលោកមកដល់លោកប្រាប់ឆ្នាំពីរមុខឯងខ្ញុំអត់និយាយប្រាប់ឯងបើសិនខ្ញុំនិយាយប្រាប់គាត់វាយខ្ញុំពិបាកកឆ្នាំហ្នឹងខ្ញុំអត់និយាយទៅសប្ថ្ងៃហ្នឹងបងប្អូនបាទតែបើសិនជាខ្ញុំធ្វើឲ្យបាទអ្នកដែលកាលនោះខ្ញុំតបៅកាពះផងហើយមានសុខភាពមិនល្អវិជាមានការហាមប្រាមអញ្ចឹងបាទអញ្ចឹងបានថាខ្ញុំចង់ឲ្យបងប្អូននឹងធ្វើឲ្យត្រូវក្បួនបើស្រឡាញ់ខ្ញុំច្រើនតែសួរថាថ្ងៃមុននេះមកសួរខ្ញុំទៀតខ្ញុំថាតើបានសម្រេចចិត្តហើយឬនៅក្នុងការដែលយើងលះបង់ហើយដើម្បីចាប់យកអាជីពជាគ្រូឬក៏ថ្វាយខ្លួនដើម្បីចង់មានវិជ្ជាខ្ញុំសួរគាត់ចឹងបាទគាត់ថាអត់ទាន់ទេរបៀបចឹងគេថាចង់បានចំណេះដឹងចឹងខ្ញុំថាកុំអីល្អជាងបាទមានឱកាសពេលណាមួយមករៀនក៏មិនយឺតពេលដែរធ្វើយ៉ាងម៉េចបង្កើត business ប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចក្រុមគ្រួសារយើងឲ្យคล้ายទៅជាអ្នកមានបាទពីដើមឡើយយើងប្រឹងរកទទួលទានចេះឲ្យផ្ទេរតំណែងឲ្យកូនបន្ទាប់មកចេញទៅបួសសន្សំសិលហើយក៏ឈឺចាស់ស្លាប់ទៅនេះផ្លូវដែលគេចង់បានបាទមិនមែនក្មេងហើយរត់បោះចោលការងារហើយមកបួសយកទៅធ្វើគ្រូហើយសយតិចថងធ្វើគ្រូដើរបោកគេយកលុយអត់ទេណាទៀតណាបាទកុំគិតចឹងបាទខ្ញុំមានត្រូវខ្មែរបង្រៀនសិស្សឲ្យគ្រូគេទេបងអើយបាទអត់មានគ្រូខ្មែរណាបង្រៀនសិស្សឲ្យក្រទេបាទត្រូវហើយគ្រូណាក៏មិនចង់ឲ្យសិស្សក្រដែរតែចង់ឲ្យមានបងត្រឹមត្រូវហើយបាទមិនមានចង់ឲ្យក្រទេប៉ុន្តែគ្រាន់តែគ្រូខ្លះគាត់មិនទាកណល់ទេនិយាយរឿងគ្រូណាបងបាទចំពោះសិស្សរឿងគ្រូមិនដែលបានធ្វើរដ្ឋមន្ត្រីទេមិនដែលបានធ្វើអ្នកដឹកនាំទេគ្រូនៅសាលាក្តីគ្រប់ថ្នាក់គ្រប់ជាន់នៅតែត្រឹមគ្រូប្រាក់ខែ300-400 ដុល្លារហ្នឹងអស់ហើយបងបាទមិនដែលទៅធ្វើចំនួនបើកឡានដឹកទំនិញអីទេណាអធិស្ឋានបងនិយាយប្លែកណាបងកុំខឹងណាបងបាទសុំចិត្តបាទសិស្សទេដែលសម្រេចចិត្តរកទទួលទានធ្វើជាមន្ត្រីអង្គញាផ្កាយអញ្ចឹងទៅណាបងណាបាទចង់ឲ្យសិស្សមានប៉ុន្តែគ្រូដូចខ្ញុំនេះបាទប៉ុណ្ណឹងឯងបាទស្ដាប់លោកគ្រូឡើងជក់ចិត្តហើយលោកគ្រូបាទអរគុណច្រើនបងបាទមិនចេះដឹងអីទេបងហើយបាទគ្រាន់តែការវែកញែកបកស្រាយចឹងមិនថាមានបងប្អូនខមមិនចឹងទៅគ្រាន់តែយើងជជែកមួយគ្នាចង់សួរលោកគ្រូតើការតមជេរតមប្រមាថហើយគាត់សល់ស័កសិទ្ធតើពូកែទេលោកគ្រូអូខ្ញុំមើលមិនសូវដាច់ទេបាទដោយសារភ្នែកខ្ញុំបងអើយយ៉ាប់មែនទែនហ្មងបាទកាលពីខ្ញុំនៅស្រុកថៃ8ឆ្នាំខ្ញុំជាងផ្សារដែកខូចភ្នែកដោយសារផ្សារដែកហ្នឹងបងអើយបាទធ្លាប់សុខភាពយើងពីនងនៅក្មេងណាបាទដល់ឥឡូវមិនដឹងយ៉ាងម៉េចចឹងខ្ញុំខូចភ្នែកហ្នឹងមិនមែនខ្ញុំមិនដិតទេណារៀនបានច្រើនខូចភ្នែកមិនមែនទេបាទពាក់វ៉ែនតាដោយសារខូចភ្នែកកើតនងបាទបញ្ហាស្រុកទេសយើងកំពុងតែប្រកួតប្រជែងរឿងសេដ្ឋកិច្ចហើយយើងខំប្រឹងធ្វើដើម្បីចិញ្ចឹមគ្រួសារបាទប្រហែលជាខ្ញុំកាត់យល់ថាគាត់សួរថា
ចង់សួរលោកគ្រូតើការទំនំជេរឬក៏ប្រមាថបាទបាទបើយើងចង់និយាយអំពីការជេរប្រមាថវត្ថុស័ក្តិសិទ្ធិតើនៅមានដែរឬទេឬក៏បល័យមុនគេថាគ្រូនៅកាន់បារមីនៅថែដែរឬទេបាទពាក្យថាបមាថទោះបីអឺសួរក៏គេបិទទ្វារដែរបងអត់ព្រមទទួលយកយើងទេបាទឲ្យតែប្រមាថគឺគេមិនទទួលយកយើងទេបើកនៅទ្វារអបាយនៅក្នុងផ្លូវពុទ្ធច្បាស់លាស់ណាប៉ុន្តែនៅក្នុងព្រលឹងដូនតាព្រហ្មញ្ញសាសនាអត់ទាន់មានឯកសារណានិយាយច្បាស់ទេប៉ុន្តែមានប្រវត្តិសាក្សីដឹងឮខ្លះចំពោះអ្នកប្រមាថជេរម៉ែគេត្រូវតែប្រហារជីវិតត្រូវតែស្លាប់ដោយសារគ្រោះនៅពេលធ្វើសង្គ្រាមនេះជាប្រសាសន៍របស់ពុកខ្ញុំគាត់រស់នៅភ្នំខ្លាកូនមកទល់សប្តាហ៍ថ្ងៃហ្នឹងគាត់អ្នកកាន់វត្ថុស័ក្តិសិទ្ធិអត់ហ៊ានជេរគេទេបាទបើសិនជាកូនសិស្សបាទប្រមាថជីវិតគេឬក៏ជេរគេបាទត្រូវតែវិនិច្ឆ័យដល់ខ្លួនជាក់ជាមិនខានបាទអ្វីដែលខ្ញុំមានជូនបងប៉ុណ្ណឹងដែលខ្ញុំធ្លាប់ដឹងណាបងបាទមិនមានអីច្រើនទេដោយសាររឿងនេះវាខ្លីទេបាទប៉ុន្តែនៅក្នុងពុទ្ធសាសនានិយាយច្រើននិយាយវែងបុគ្គលដែលអ្នកបានរៀនចេះដឹងស្គាល់នៅក្បួនតម្រាច្បាប់ត្រឹមត្រូវបាទបុគ្គលដែលមានសិលមិនអាចប្រមាថគេទេសំបីតែឈានណាខ្លួនធ្វើឈានហោះហើរសំដែងរិទ្ធត្រូវដាច់អស់រលិញហ្មងអត់មានតែសល់ទេបាទនឹងចង់ជំរាបអញ្ចឹងបាទលោកគ្រូសូមសួរមួយខ្ញុំឆ្ងល់ថ្ងៃសិលចេះតែមួម៉ៅអូគ្រូបាជាយបាទឬក៏មានសង្វារត្រូវរៀបកន្លែងហ្នឹងឲ្យគេបាទបើចង់ដឹងមែនតើជាពិសេសម្ដាយដើមចេកមួយស្និតទេអត់មានអីច្រើនទេធូប3សរសៃទៅស្រាមួយដបទឹកម្ដបមកដាក់លើក្បាលតលេទៅចង់ដឹងមើលតើមួយអាទិត្យហ្នឹងឬក៏មួយខែហ្នឹងតើដូចអញ្ចឹងទៀតទេអត់ទី1រៀបម្ដាយដើមសិនទី2ចោម4រៀបគ្រូកំណើតបាទមលូ16ស្លឹកអង្គអញ្ចឹងទៅមានទៀនព្រលឹងមានទៀនពងមានទៀនពវៀនអញ្ចឹងទៅមានកាក់4កាក់លឹកខ្នោតមលូស្លាបរិយទៅនឹងគ្រូកំណើតបាទនឹងគ្រូកំណើតហ្នឹងអាចជាមួយគ្រូលបៀនទៀតបើមានសធរដៃមកគូហើយគ្រូលបៀនដូនតាយើងធ្វើឲ្យយើងនឹងបាត់ឈឺក្បាលបើយើងរៀបបែបហ្នឹងតែបើនៅទៀតរៀបថែមមកគូទៀតគ្រូបាជាយខាងឪពុកបាជាយខាងម្ដាយគ្រូបាជាយខាងឪពុក21បាជាយខាងម្ដាយគូ21ដូចគ្នាគុណដូចគ្នាបាទអត់មែនម្ដាយ12ឪពុក21កុំជឿគេខុសណាខាងឪពុកគូ21ខាងម្ដាយគូ21ដែលបាជាយខាងលោកទាំងពីរនឹងគុណស្មើគ្នាតែបើ12ក៏12ដូចគ្នាដែរនេះខ្ញុំសូមជម្រាបចឹងបាទតែបើសិនជានៅខុសទៀតយើងអាចរៀបសំណុំសង្វារមួយសម្បាស្លឹកថ្នោតរុំដូចខ្ញុំដែលធ្វើផុសរដងហ្នឹងអត់ចេះខុសទេបាទខ្ញុំដើរស្រាវជ្រាវអស់ហើយស្រុកខ្មែរសឹងថា24ខេត្តខ្ញុំមិនមែននិយាយអួតទេបាទពោធិ៍សាត់បាត់ដំបងកំពង់ធំសៀមរាបព្រះវិហាររតនគិរីមណ្ឌលគិរីតាកែវព្រៃវែងអ្នកលឿងអីតាមពីកំពង់សោមអីអ្នកដែលរៀបគ្រូបាល់ជ័យខ្ញុំដើរសួរហ្មងបាទសួរហ្មងតែតាមការពិតបុរាណមានតែប៉ុណ្្នឹងឯងប៉ុន្តែនៅក្នុងហ្នឹងរៀបមាន3ដំណាក់កាលបាជាយអ្នកធម្មតាបាជាយគ្រូបាជាយមន្ត្រីសទ្ធិរាជការឬក៏គ្រូកំណើតដែលមានគេធំថែអាសាមានលំដាប់3ថ្នាក់ហ្នឹងឯងមានតែ3ថ្នាក់ហ្នឹងទេបាទរកគ្រូគេមើលឲ្យត្រឹមត្រូវទៅរៀបទៅបាត់ហើយបាទលោកគ្រូសូមសួរមួយតើថ្ងៃសិលបាទជំរាបសួរលោកគ្រូបាទជំរាបសួរពីចម្ងាយបាទថ្ងៃនេះបានជួបលោកគ្រូឡាយផ្ទាល់បាទអរគុណច្រើនថ្ងៃនេះបានជួបឡាយទៅមកកំពង់ចាមបងអើយលោកឪពុកគាត់ឈឺហើយលោកគ្រូទៀតបង្រៀនអំពីជ័យភូមិខ្ញុំឈូសឈើបងគាត់មកស្ដីឲ្យខ្ញុំបាទឈូសឈើហ្នឹងគាត់ថាឈូសរបៀបម៉េចឈូសបែបហ្នឹងថ្ងៃណាស្អាតគាត់បង្រៀនអំពីឈរឈូសបង្រៀនអំពីកាន់ដែកឈូសបាទបង្រៀនអំពីដើមឈើក្បួនខ្នាតជ័យភូមិមកក្បាលឲ្យមកខ្ញុំបាទតែឥឡូវគាត់បាយលែងបានទឹកលែងបាននិយាយណែនទ្រូងបងអើយបាទខ្ញុំក្មេងកំព្រាទេបាទប៉ុន្តែគាត់ដូចជាឪពុកខ្ញុំអញ្ចឹងបាទបង្ហាត់បង្រៀនខ្ញុំតាំងពីក្បួនខ្នាតបល័យមុនគាថាជ័យភូមិតសខ្នាតផ្ទះគាត់ប្រាប់ប៉ុន្តែឥឡូវគាត់ចិត្តកៅហើយបាទ89ហើយតែឥឡូវហ្នឹងងាកមិញហ្នឹងធ្ងន់ហើយលែងចង់ស្គាល់ហើយប៉ុន្តែដល់ពេលទៅខ្ញុំចាំខ្ញុំច្បាស់ហ្មងបាទអូមកឲ្យកូនសិស្សបាទ
ទឹកភ្នែកទឹកអីយើងទៅជូតទឹកភ្នែកគាត់បាទនឹងខ្ញុំជំរាបចឹងមកពីកំពង់ចាមងាយមិញមកដល់ភ្លាមថ្ងៃហ្នឹងថ្ងៃសិលហ្នឹងក៏រៀបចំតិចតួចទៅបំពេញកិច្ចហើយក៏ចាប់ដើមឡាយអត់បានផុសថ្ងៃហ្នឹងឡាយយកប៉ុន្តែដូចជារៀងវែងហ្នឹងណាបាទបងប្អូនបាទថ្ងៃនេះបានជួបលោកគ្រូឡាយផ្ទាល់បាទបានថាបងប្អូនអើយខ្ញុំប្រកាសណាខ្ញុំបាទមានតែម្រាមដៃ10ទេចំណេះតិចតួចស្ដួចស្ដើងតែក្នុងនាមជាអ្នកស្រឡាញ់ជាក្មេងល្ងងស្រឡាញ់នៅវប្បធម៌ប្រពៃណីរបស់ដូនតាមានការខ្វះខាតលឺលួសកន្លែងណាក៏សូមតកោរៀមច្បងបងប្រុសបងស្រីពូមីងពុកម៉ែខន្តីអភ័យទោសបាទបើខ្វះជួយបំពេញបន្ថែមបាទបើលើសកាត់ចេញដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ទាំងអស់គ្នាហើយបើមានបងប្អូនខមមិនសួរបើសិនជាមានអូច្រើនណាស់មកទៅมันអាចឆ្លើយបន្តទេបាទដល់ពេលឡាយអញ្ចឹងមានគេខមមិនសួរច្រើនបានឆ្លើយបងប្អូនតែបើសិនជាធ្វើវីដេអូទៅអត់សូវឲ្យរើសយកទៅមួយមកបាទលោកគ្រូមានប្រសាសន៍មានខ្លឹមសារណាអូបាទអរគុណច្រើនបាទទោះបីពាក្យល្អពាក្យអាក្រក់អីសូមខន្តីអភ័យទោសសប្បាយចិត្តនឹងការរសារប៉ុន្តែគូអរគុណច្រើនដែរកន្លែងមួយការលើសលួសបាទសូមអរគុណច្រើនខ្ញុំមានខ្ញុំមានបាបគឺបាបដោយសារធ្វើឲ្យម្ដាយឪពុកទឹកភ្នែកខ្ញុំចង់សួរលោកគ្រូតើបាបរបស់ខ្ញុំអាចសុំម្ដាយឪពុកមហោសកម្មបានទេបានបាទខ្ញុំនិយាយបានប៉ុន្តែឲ្យដឹងកិច្ចពុកម៉ែបងប្អូនបាទអ្នកណាដែលធ្លាប់ធ្វើបាបប្រមាថឪពុកម្ដាយគេមានធម៌មួយគេថាឈាមម្ដាយជាសុខឈាមម្ដាយជាថ្លុកសុខម្ដាយជាវត្តបាទកើតជាតិណាកុំឲ្យម្ដាយព្រាត់ពីទ្រូងកូនរាបាទកូនសុំលាទោសនៅក្នុងផ្ទៃបាទលាធៈអ្នកម្ដាយថ្លៃនៅក្នុងអង្គកាយា9ថ្ងៃ9ខែ10ថ្ងៃប្រសូតចេញហើយណាដូចគេក្រវែងចេញអំពីចក្រវាឡាស្រែកយំទ្រហោបាទធរហ្នឹងគេហៅធរលបាមានច្រើនសម្រាប់គ្រូធ្វើឲ្យបងប្អូនដែលជាអ្នកមានបាបកម្មជាមួយលោកឪពុកអ្នកម្ដាយប៉ុន្តែមិនមែនត្រឹមប៉ុណ្្នឹងទេនៅមានកិច្ចបន្តទៀតថ្ងៃនេះខ្ញុំនិយាយឲ្យបងប្អូនដឹងអំពីរឿងរ៉ាវដែលយើងបានធ្វើខុសចំពោះលោកអ្នកមានគុណយើងត្រូវរកទៀន5ធូប5មលូ5ស្លា5ផ្កា5រៀបដាក់លើជើងពៀនមួយឬក៏ចានមួយដោតប្រឈរហើយដាក់ធូបនឹងទៅរៀបហើយដាក់ផ្កាតាមនឹងមកហើយត្រៀមទឹកអប់មួយដបហើយត្រៀមទឹកមួយធុងពេត្រូ ឬក៏មួយចានដែកផ្កាឈូករាយឲ្យពេញនៅកន្លែងហ្នឹងពេលណាដែលយើងរៀបធ្វើពិធីយើងត្រូវរកអាចារ្យមួយដើម្បីសូត្រវន្តាអារាធនាសុំខមាទោសហើយយើងយកទៅសុំលោកឪពុកអ្នកម្ដាយយើងកុំឲ្យគាត់ដឹងថាយើងរៀបពិធីហ្នឹងធ្វើមិនក្រោយកុំឲ្យដឹងទេហ្មងណាបងប្អូនខ្ញុំមកដែរនិយាយวันថ្ងៃនេះខ្ញុំនិយាយតែថាមានសំណួរចឹងណាមានសំណួរមានចម្លើយកប់យូរហើយបាទអត់ដែរយកមកនិយាយទេប៉ុន្តែសំណួរហ្នឹងចំខ្ញុំឆ្លើយប្រាប់ពេលដែលយើងទៅដល់កន្លែងពុកម្ដាយយើងធ្វើកៅអីមួយយើងរៀបតុមួយម៉ែអញ្ជើញភាសានេះភាសានោះយើងរៀបល្បិចទេណាបាទដល់ពេលគាត់អង្គុយហើយយើងយករបស់នោះទៅទៀនធូបមលូស្លា